រដ្ឋមន្ត្រីក្រសួងព័ត៌មានកម្ពុជាលោកនេតភត្រាបានចោទប្រកាន់ថាប្រទេសថៃកំពុងប្រើកម្លាំងយោធាដើម្បីបង្កើតអង្គហេតុនៅលើដីតាមតំបន់ព្រំដែនដែលមានវិវាទនិងបានអំពាវនាវឲ្យទីក្រុងបាងកកវិលមកប្រើយន្តការច្បាប់ដើម្បីដោះស្រាយបញ្ហាព្រំដែននៅក្នុងសារបង្ហោះលើបណ្ដាញសង្គម Facebook នៅថ្ងៃទី25 ខែសីហាលោកនេតភត្រាបាននិយាយថាសកម្មភាពដែលកាន់តែខ្លាំងឡើងរបស់ថៃកំពុងបន្សល់ទុកនូវភស្តុតាងកាន់តែច្រើនពាក់ព័ន្ធទៅនឹងអ្វីដែលកម្ពុជាចាត់ទុកថាជាការផ្លាស់ប្ដូរស្ថានភាពនៅតាមបណ្ដោយព្រំដែនដោយឯកតោភាគីលោកមានប្រសាសន៍ថាវិវាទព្រំដែនកម្ពុជាថៃមិនអាចដោះស្រាយតាមរយៈការប្រើកម្លាំងយោធាការដាក់ទូកុងតឺន័ររាយបន្លាលួសបិទភូមិជីកលានដ្ឋានយោធាសាងសង់ផ្លូវដាក់ទង់ជាតិឬការបំផ្លាញសំណង់និងផ្ទះសម្បែងរបស់ប្រជាពលរដ្ឋដែលបានភៀសខ្លួនឡើយលោកថាសកម្មភាពទាំងនេះមិនអាចគូសខ្សែព្រំដែនអន្តរជាតិផ្ទេរអធិបតេយ្យភាពពីរដ្ឋមួយទៅរដ្ឋមួយឬបំលែងការគ្រប់គ្រងដោយកម្លាំងទៅជាការទាមទារសិទ្ធិស្របច្បាប់នៅលើដីបានឡើយលោកនេតភត្រាបានសរសេរថាកាន់តែបង្កើតអង្គហេតុនៅលើដីកាន់តែបន្សល់ទុកផុសតាងហើយថាវាមិនមែនជាការបង្កើតអធិបតេយ្យភាពនោះទេលោកបាននិយាយថាផ្ទុយទៅវិញថៃអាចប្រឈមនឹងសម្ពាធកាន់តែខ្លាំងនៅក្នុងការពន្យល់អំពីសកម្មភាពរបស់ខ្លួននិងអាចធ្វើឲ្យប៉ះពាល់ដល់កេរ្តិ៍ឈ្មោះនិងភាពជឿទុកចិត្តរបស់ខ្លួននៅក្នុងសហគមន៍អន្តរជាតិលោកនេតភត្រាបាននិយាយថាកម្ពុជានិងថៃមានឯកសារច្បាប់និងយន្តការដែលអាចប្រើប្រាស់រួចហើយដើម្បីដោះស្រាយវិវាទព្រំដែនរួមមានអនុសញ្ញាបារាំងសៀមឆ្នាំ1904សន្ធិសញ្ញាបារាំងសៀមឆ្នាំ1907ផែនទីនិងឯកសារពាក់ព័ន្ធព្រមទាំងអនុសារណៈនៃការយោគយល់គ្នាឆ្នាំ2000និងគណៈកម្មាធិការចម្រុះព្រំដែនកម្ពុជាថៃ JBC លោកបានចោទជាសំណួរថាហេតុអ្វីទៅប្រើកម្លាំងយោធាប្រសិនបើសន្ធិសញ្ញាផែនទីអនុសារណៈនិង JBC មានយន្តការសម្រាប់ដោះស្រាយបញ្ហាព្រំដែនរួចហើយលោកបានសួរថាបើថៃមានសន្ធិសញ្ញាផែនទី MOU និង JBC ហើយហេតុអ្វីប្រើកម្លាំងយោធាជំនួសឲ្យយន្តការច្បាប់និងអ្នកជំនាញព្រំដែនលោកនេតភត្រាក៏បានអះអាងថាបទឈប់បាញ់មិនគួរត្រូវបានបកស្រាយថាជាអនុសារណៈឲ្យភាគីណាមួយបង្កើតស្ថានភាពថ្មីនៅលើដីនោះឡើយលោកថាបទឈប់បាញ់គួរតែបញ្ឈប់ការប្រឈមមុខនិងរក្សាស្ថានភាពដែលមានស្រាប់មិនមែនអនុញ្ញាតឲ្យភាគីណាមួយប្រើប្រាស់ភាពស្ងប់ស្ងាត់ពីការបាញ់ប្រហារដើម្បីពង្រឹងការគ្រប់គ្រងរបស់ខ្លួនលើតំបន់ដែលមានវិវាទឡើយលោកបានលើកឡើងអំពីការដាក់របាំងលួសបន្លាការសាងសង់ហេដ្ឋារចនាសម្ព័ន្ធការបំផ្លាញសំណង់និងវិធានការផ្សេងៗដែលមានគោលបំណងពង្រឹងការគ្រប់គ្រងជាក់ស្ដែងដោយថាសកម្មភាពទាំងនេះមិនគួរយកបទឈប់បាញ់ធ្វើជាអង្គហេតុដោះសាររដ្ឋមន្ត្រីក្រសួងព័ត៌មានកម្ពុជាក៏បានព្រមានថាប្រជាពលរដ្ឋមិនគួរខ្លាចជាជនរងគ្រោះនៃយុទ្ធសាស្ត្រទឹកដីឡើយការរារាំងប្រជាពលរដ្ឋមិនឲ្យត្រឡប់ទៅផ្ទះដីស្រែនិងសហគមន៍របស់ខ្លួនអាចបង្កផលវិបាកផ្នែកសិទ្ធិមនុស្សកាន់តែខ្លាំងហើយភូមិដែលត្រូវបានបោះបង់ចោលដោយសារតែចំនួនមិនគួរត្រូវបានយកមកធ្វើជាឱកាសដើម្បីពង្រឹងការគ្រប់គ្រងលើដីឡើយលោកនេតភត្រាបាននិយាយថាការគ្រប់គ្រងដោយកម្លាំងមិនមែនជាអធិបតេយ្យភាពទេលោកបានអះអាងថាវត្តមានរបស់កងទ័ពរបាំងឬទង់ជាតិអាចបង្កើតអង្គហេតុនៅលើដីប៉ុន្តែมันអាចបង្កើតសិទ្ធិស្របច្បាប់នៅលើដីរបស់ខ្លួនបានឡើយលោកក៏បានលើកឡើងថាការកើតឡើងនៃការប្រើប្រាស់រូបភាពផ្កាយរណបដ្រូនរូបភាព Digital ទិន្នន័យភូមិសាស្ត្រនិងអ្នកសង្កេតការណ៍អន្តរជាតិបានធ្វើឲ្យសកម្មភាពនៅលើដីកាន់តែពិបាកលាក់បាំងអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិស្ដីអំពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជាលោក Tom Andrew កន្លងមកបានអំពាវនាវឲ្យកម្ពុជានិងថៃពន្លឿនកិច្ចខិតខំប្រឹងប្រែងដើម្បីដោះស្រាយវិវាទដោយសន្តិវិធីដើម្បីឲ្យប្រជាពលរដ្ឋដែលភៀសខ្លួនអាចវិលត្រឡប់ទៅផ្ទះរបស់ពួកគេវិញដោយសុវត្ថិភាពនៅក្នុងអំឡុងពេលទស្សនកិច្ចនៅកម្ពុជាលោក Tom Andrew បានជួបគ្រួសារប្រជាពលរដ្ឋដែលបានភៀសខ្លួនរួមទាំងកុមារដែលកំពុងរស់នៅតាមតំបន់បណ្ដោះអាសន្នបន្ទាប់ពីពួកគេភៀសខ្លួនចេញពីផ្ទះដោយសារតែការប្រយុទ្ធគ្នានៅតាមព្រំដែនលោកបាននិយាយថាខ្ញុំបានស្ដាប់រឿងរ៉ាវរបស់ពួកគេអំពីអ្វីដែលបានកាត់ឡើងការបាត់បង់ផ្ទះសម្បែងការបំផ្លាញសហគមន៍និងការមិនអាចត្រឡប់ទៅផ្ទះវិញបានលោកបានបញ្ជាក់ថាប្រជាពលរដ្ឋជាច្រើននៅតែរស់ក្នុងជំរកបណ្ដោះអាសន្នខណៈកំពុងរងចាំលក្ខខណ្ឌដែលអាចអនុញ្ញាតឲ្យពួកគេត្រឡប់ទៅផ្ទះវិញដោយសុវត្ថិភាពអង្គការការពារសិទ្ធិមនុស្សលីកាដូក៏បានផ្សព្វផ្សាយរូបភាពផ្កាយរណបដោយផ្អែកទៅលើរូបភាព Apple Map ដែលបង្ហាញអំពីការផ្លាស់ប្ដូរនៅតំបន់ដែលរងផលប៉ះពាល់ដោយជម្លោះតាមការប្រៀបធៀបរូបភាពពីមុន
និងក្រោយចំនួនអង្គការលីកាដូបានដឹងថាផ្ទះនិងសំណង់ប្រមាណជា270ខ្នងនៅភូមិជោគជ័យត្រូវបានបំផ្លាញខណៈនៅភូមិបឹងត្រកួនមានប្រមាណ299ខ្នងនិងភូមិព្រៃច័ន្ទមានប្រមាណ58ខ្នងសរុបមានផ្ទះនិងសំណង់ស៊ីវើប្រមាណជា627ខ្នងត្រូវបានបំផ្លាញបន្ទាប់ពីកម្ពុជានិងថៃបានឈានដល់កិច្ចព្រមព្រៀងឈប់បាញ់នៅខែធ្នូឆ្នាំ2025